object មួយអញ្ចឹងដើម្បី add object បានមើលស្ដាំ add object ថៃយើងយក sprite នេះយើងទៅយករូបភាពដែលយើងគូរនៅក្នុង pixel art មកធ្វើរូបភ្លើងណាបាទអញ្ចឹងយើងអាចបដូរវាទៅជាភ្លើងបានទី2ដើម្បីឲ្យភ្លើងនេះបាត់អញ្ចឹងយើងធ្វើការ copy control V control C ដើម្បីបង្កើតភ្លើងឲ្យបានច្រើនបាទហើយយើងនឹង play ដើម្បីឲ្យតួអង្គរបស់យើងទៅប៉ះភ្លើងហើយបាត់ភ្លើងណាបាទអញ្ចឹងយើងចូលទៅកាន់នៅពេលយើងកំណត់លើអាហ្នឹងយើងទៅមើលទៅត្រង់ event sheet 1 event sheet 2 event sheet នេះជាអី event sheet នេះគឺជាកន្លែងកំណត់កូដបាទអញ្ចឹងគ្រូកំណត់ event sheet រូបបដូរកន្លែងនេះមួយដាក់ថា event sheet level ប៉ុន្មាន level 1 បាទ event sheet level 1អញ្ចឹងសម្រាប់ event sheet level 1យើងចុចលើ event sheet level 1 2 ដងជាប់គ្នាយើងនឹងឃើញពាក្យមួយឈ្មោះថា add event អញ្ចឹងចុចលើពាក្យថា add event អញ្ចឹងទាំងអស់គ្នាដើម្បី add event នេះគឺមានន័យថាបង្កើតព្រឹត្តិការណ៍ប៉ះណាមួយអញ្ចឹងយើងចុចលើ sprite ទី2ដែលជាតួអង្គឯករបស់យើងចុចលើ sprite ទី2ហើយយើងយក next បន្ទាប់មកយើងអុសទៅរកពាក្យមួយដែលមានឈ្មោះថា collision នេះមានន័យថាការប៉ះអញ្ចឹងយើងយកមុខងារមួយដែលមានន័យថា collision with another object មានន័យថាប៉ះនៅ object object ហ្នឹងអីគេកម្មបត្តិហ្នឹងយើងតែប៉ះវត្ថុអញ្ចឹងណាបាទអញ្ចឹងប៉ះវត្ថុមួយទៀតអញ្ចឹងទៅប៉ះភ្លើងបាទអញ្ចឹងទៅប៉ះភ្លើងមកហើយយកពាក្យថាអូខេអញ្ចឹងយើងនឹងឃើញរូបភ្លើងនៅក្នុងកន្លែង object យើងដានមកតមកទៀតយើងចុចកន្លែងពាក្យថា add action បាទ add action បាទអញ្ចឹងក្នុងការ add action នេះដល់គ្នាចុចទៅលើភ្លើងបាទ action នេះគឺយើងឲ្យភ្លើងបាត់ហើយចុច next ហើយអស់មកខាងក្រោមដើម្បីឲ្យភ្លើងបាត់គឺមានពាក្យភាសាអង់គ្លេសមួយឈ្មោះថា destroy មានន័យថាកំទេចអញ្ចឹងយើងយកឲ្យកំទេចភ្លើងឲ្យបាត់ភ្លើងតែប៉ុណ្ណឹងគឺយើងនឹងឲ្យហ្គេមយើងដំណើរការដោយតួអង្គប៉ះឲ្យបាត់ភ្លើងតែម្ដង1 2បាត់ហើយបាទប៉លាក់ក្តុកងាប់បាត់អញ្ចឹងមួយទៀតទាំងអស់គ្នាត្រូវប្រកាសថាកន្លែងនេះយើងចុចនៅកន្លែងផ្ទៃខាងក្រៅហើយយើងត្រូវមើលថាតើ level 1នេះជាមួយ event sheet ត្រូវគ្នាអត់បើហ្នឹងអត់ត្រូវគ្នាអ្នកគ្នាចុចមិនក៏អត់ប៉ះអត់បាត់ដែរអញ្ចឹងបើអត់បាត់ត្រូវកំណត់វាឲ្យប៉ះឲ្យត្រូវគ្នា event sheet level 1ចំណុចមួយទៀតឲ្យឆ្លងវគ្គ2អញ្ចឹងបងប្អូនគ្នាត្រូវបង្កើតវគ្គ2ឲ្យហើយអញ្ចឹងវគ្គ2មកស្ដាំយក add layout អញ្ចឹង layout នេះបងប្អូនគ្នាត្រូវកំណត់យកពាក្យថា add event sheet បាទអញ្ចឹងយកពាក្យ add event sheet ហើយយើងនឹងឃើញពាក្យ layout 2អញ្ចឹងយើងបដូរវាទៅដាក់ថា level 2ហើយយើងនឹងឃើញ event sheet 1 event sheet 2អញ្ចឹងយើងដល់ event sheet 2នេះទៅជា level 2ដើម្បីឲ្យវាស្គាល់គ្នាអញ្ចឹងយើងមើលមកផ្នែកខាងលើនេះវាមាន event sheet 1សម្រាប់ level 1 layout 1នេះ layout start ដែលយើងធ្វើដំបូងlevel 1រូប game យើងមិញ level 1 level 2អត់មានអីទេអញ្ចឹងវគ្គទី2អញ្ចឹងវគ្គទី2នេះយើងនឹងធ្វើមិនឲ្យវាប៉ះទូអីមួយឆ្លងវគ្គអញ្ចឹងតោះកន្លែងនេះគ្រូ add object មួយទៀត add new object ហើយយើងយកពាក្យថា sprite ដដែលចុចលើ sprite ហ្នឹងមកហើយចុចលើនេះ1បាទអញ្ចឹងនៅក្នុងកន្លែងហ្នឹងយើងអាចគូសផ្ទះសិនក៏បានដែរឬក៏យើងទៅយករូបពីនៅក្រៅនេះក៏បានថាគ្រូចង់ឲ្យប៉ះដើមឈើវិញយករូបដើមឈើបញ្ចូលមកប៉អញ្ចឹងនៅពេលដែលប៉ះដើមឈើឲ្យឆ្លងវគ្គអញ្ចឹងយើងមើល event sheet 1 level 1 event sheet level 1តមកទៀតមកអញ្ចឹងនៅពេលដែល sprite របស់យើងទៅប៉ះ on collision ដដែលជាមួយនឹងដើមឈើហើយយើងយកខុសកន្លែងនេះទេយក system
ហើយយើងអស់មកក្រោមយើងមកមើលពាក្យថា go to layout អញ្ចឹងកន្លែងនេះយើងដាក់ go to layout ហើយយើងជ្រើស layout level 2ដែលយើងបានបង្កើតមិញណាឲ្យវាចូលទៅ level 2អញ្ចឹងកន្លែងនេះគឺយើង link ទៅប៉ុណ្្នឹងឯងអញ្ចឹងនៅពេលដែលយើង play ប៉ះអីអស់ហើយទៅប៉ះដើមឈើគឺឆ្លងចូលវគ្គ2ហើយដែលយើងធ្វើប៉ុណ្្នឹងឯងតោះ10នាទី